សង្ហបុរីដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់កំពូលប្រចាំនៅតំបន់អាស៊ានគ្រោងនឹងប្រើប្រាស់ឆ្កែយន្តដើម្បីដើរល្បាតទីក្រុងនាពេលអនាគតយោងតាមការចេញផ្សាយដោយគេហទំព័រ Interesting Engineering បានឲ្យដឹងថាឆ្កែយន្តដែលសង្ហបុរីគ្រោងប្រើប្រាស់នេះមានឈ្មោះថា Quadrop មានភារកិច្ចយាមល្បាតឃ្លាំងឡានក្រុងនាំផ្លូវអ្នកពិការភ្នែកដើរល្បាតការដ្ឋានសំណង់និងផ្ដល់ជំនួយផ្នែកសេវាសង្គមផ្សេងទៀតជាដើមក្រោយការប្រកាសនេះហើយក្រុមហ៊ុនដែលបានចាប់អារម្មណ៍នៅក្នុងការដាក់ពាក្យផលិតឆ្កែយន្តនិងគ្រឿងយន្តនៅទូទាំងប្រទេសសង្ហបុរីបានកើនឡើងដល់ទៅ300ក្រុមហ៊ុនពលគឺកើនឡើង200ក្រុមហ៊ុនបើប្រៀបធៀបនឹងក្នុងឆ្នាំ2024ក្រៅពីក្រុមហ៊ុននៅក្នុងស្រុកក្រុមហ៊ុនផលិតឆ្កែយន្តនិងមនុស្សយន្តក្រៅស្រុកជាច្រើនផ្សេងទៀតរួមទាំងមកពីប្រទេសចិនក៏មានចំណាប់អារម្មណ៍លើគម្រោងមួយនេះផងដែរជាមួយនឹងការដាក់លក់ឆ្កែយន្តតម្លៃ$2,700នៅក្នុងមួយគ្រឿងបច្ចុប្បន្នការប្រើប្រាស់ឆ្កែយន្ត Quadrop ដើម្បីដើរល្បាតទីក្រុងនៅទូទាំងពិភពលោកមានសន្ទុះកើនឡើងយ៉ាងខ្លាំងជាពិសេសគឺសម្រាប់ប្រតិបត្តិការអនុវត្តច្បាប់ប្រតិបត្តិការយោធានិងការល្បាតទីតាំងនុយក្លេអ៊ែរជាដើម